យើងធ្វើម៉េចយើងទទួលយកការអប់រំទទួលយកផ្នែកកំណត់ល្អៗពីលោកគ្រូអ្នកគ្រូហើយលោកគ្រូអ្នកគ្រូនេះពេលខ្លះថ្មអាណិតណាបងបើយើងនិយាយពីជីវភាពរបស់គាត់ពេលខ្លះគ្រាន់តែជិះចាក់សាំងឡានសាំងម៉ូតូមកជិះតាម៉ូតូក៏យើងនិយាយដល់ឡានពេលខ្លះអត់រួចអាសាំងម៉ូតូនោះទៀតជីវភាពក្នុងមួយថ្ងៃគាត់អាចប្រើ20000មកគិតជាមធ្យមបាយមកប្រអប់5000សាំងម៉ូតូទៅមក6000បងហើយយកគ្រូខ្លះអាចកខ្វេ2 3កៅទៀតទៅកខ្វេឥឡូវអត់មាន1000ទេ2000ឡើងណាអញ្ចឹងយើងគិតជាមធ្យមមួយភាគអាចថាសមមាត្រជាមួយនឹងសង្គមយើងតថភាពបច្ចុប្បន្ននេះអាចថាមួយថ្ងៃគាត់ចាយអស់20000ហើយប្រាក់ខែ60000បងគុណនឹងប្រាក់ប្រចាំថ្ងៃដែលគាត់ចាយទៅវាអាចគ្រប់ទេអត់គ្រប់ទេអាជីវភាពអត់គ្រប់នេះហើយដែលលោកគ្រូឲ្យនិយមន័យថ្មីមួយទៀតថាពលរដ្ឋកើតជាចោរក៏ដោយសារតែកត្តាទី1ជីវភាពកត្តាទី2អប់រំកត្តាជីវភាពនេះសំខាន់ណាស់បងដែលជាហេតុនាំឲ្យមនុស្សហ៊ានធ្វើអ្វីៗគ្រប់សពបែបយ៉ាងទាំងអស់លោកគ្រូអ្នកគ្រូពីមុនគាត់បង្រៀនដឹងតែបង្រៀនតាមមេរៀនទេអត់មានគិតចង់បង្រៀន9ម៉ោងទេប៉ុន្តែឥឡូវនេះអត់ទេមិនលោកគ្រូយើងទេគ្រូណាណៃនោះទេទៅហៅគ្រូណាគាត់បង្រៀនគិតតែពីមុខងាររបស់គាត់ទទួលនាទីបង្រៀនតែបង្រៀនធ្វើម៉េចឲ្យសិស្សនឹងទទួលបានចំណេះដឹងឥឡូវនេះបង្រៀនធ្វើម៉េចដើម្បីលាក់ចំណេះដឹងនឹងខ្លះសម្រាប់បង្រៀនយកលុយបងខាងក្រៅណាបង្រៀនគួរកើតកំណត់ឃើញទេហើយអាកំណត់អញ្ចឹងកើតចេញមកពីស្អីតែទី1គឺជីវភាពហ្នឹងវាមិនគ្រប់ណាប៉ិនមិនបន្ទោសរដ្ឋទេណាសម្ដេចលោកប្រឹងណាស់ណាមួយថ្ងៃលោកខំប្រឹងណាស់ប៉ុន្តែអាហ្នឹងវាយើងមិនដឹងថាបន្ទោសអ្នកណានឹងយើងមិនដឹងថាបន្ទោសអ្នកណាសម្ដេចលោកប្រឹងណាប៉ុន្តែយើងត្រូវគិតថាបង្រៀនណាដូចជាកូនដូចជាចៅយើងក៏បង្រៀនដើម្បីប្រាក់ខែបើយើងបង្រៀនដើម្បីប្រាក់ខែខួរក្បាលយើងក៏អត់ល្អផ្ដល់កំណត់ឲ្យបងប្អូនក៏អត់បានទូលំទូលាយអាកំណត់ខួរក្បាលនោះវាវល់ជាមួយនឹងជីវភាពហ្នឹងទៅផ្ទះវិញណាជ្រូកណាមន់ណាទាណាប្តីជេរបចោណារឿងនេះណារឿងនោះទៅណាជីវភាពមិនគ្រប់នោះក៏កើតរឿងគ្រប់បែបយ៉ាងទាំងអស់អហិង្សាក៏អាចកើតឡើងដែរតោះណាមានអ្នកគ្រូម្នាក់គាត់ខ្វល់រឿងជីវភាពហ្នឹងគាត់បង្រៀនគាត់ថាគ្រូហ្នឹង2ដល់10ឆ្នាំប៉ុន្តែរហូតតែកង់ជិះមួយអត់ចង់បានទេណាគាត់កូន5 6នាក់ប្តីហ្នឹងបើផឹកព្រឹកល្ងាចហើយដល់ខ្វល់ពេកទៅណាមានពេលណាស្វែងរកណាស្រាវជ្រាវមុខវិជ្ជាសម្រាប់បងប្អូនអត់ទេអាដេកកុំលក់ស្កប់ដល់ព្រលឹមឡើងមកចូលដល់ក្នុងសាលាហ្នឹងអង្គុយងោកណាលិចងោកកោតនោះខ្វល់គិតមកយកដេកក៏អត់លុកជីវភាពផងរឿងគ្រួសារគ្រប់សពបែបយ៉ាងដល់អញ្ចឹងគាត់ណាបង្រៀនក្មេងណាមែនអារម្មណ៍នៅនឹងការបង្រៀនហ្នឹងទេអារម្មណ៍នៅនឹងលុយនឹងជីវភាពហ្នឹងអញ្ចឹងគាត់ទៅសេលេខដាក់លើក្រាឃ្លានអារម្មណ៍គាត់នៅហ្នឹងណាទៅសេ15ចែកនឹង3សួរបងប្អូនស្មើនឹងប្រមាណណា15ចែក3ស្មើប្រមាណហ៎ស្មើ5ដល់យើងដឹងតែ15ចែក3ស្មើ5ប៉ុន្តែអ្នកគ្រូគាត់ចែកឲ្យក្មេងមិនស្មើ5ទេ15ចែកនឹង3ស្មើនឹង41មិនបានគាត់ចែកចេញ41ព្រោះអារម្មណ៍គាត់នៅហ្នឹងណាគាត់ចែក15ចែកនឹង3 3 4ដង12 12សល់15សល់3 3ម្ដង3 3សល់3សូន្យចេញសូន្យដូចគ្នាចឹងណាចម្លើយណាចំណោទហ្នឹងត្រូវចេញសូន្យដូចគ្នាណាការធ្វើលេខចែកនោះគឺគេចែកឲ្យអស់លទ្ធភាពបើសល់មួយក៏គេកាត់ក្បៀសថែមសូន្យទៀតដែរដើម្បីឲ្យចែកអស់មែនទេណាប៉ិនអ្នកគ្រូអត់ចាំបាច់កាត់ក្បៀសថែមសូន្យទៀតទេ4 3ដង12 12សល់15សល់3 3ម្ដង3 3សល់3សូន្យចេញចម្លើយ41ហើយក្មេងគាត់ដាក់41ក្នុងសភៅតដល់ផ្ទះវិញម៉ែនោះប៉ើងមើលក៏មិនដែរប៉ើងផងថ្ងៃហ្នឹងប៉ើងសភៅកូនមើលឃើញ15ចែក3សល់41គក់តផាំងហើយឯងទៅរៀនជាមួយគ្រូណាចែក15 43ស្មើ41ណានិយាយប្រាប់ផ្ទះផ្សេងទៀតគេប៉ើងទៅឃើញចឹងដូចខ្ញុំខឹងគ្រូហ្នឹងស្អែកឡើងពេលព្រលឹមតម្ងជួគ្នាមកថ្នាក់អ្នកគ្រូហ្នឹងទៅប្រឹងគ្រូយកហើយគ្រូយកគ្រូប្រភេទណាគ្រូកសលតាំងកម្រិតប៉ុណ្ណាមកបង្រៀនកូនខ្ញុំគ្រប់គ្នានេះ15ចែក3ស្មើ41ណាដល់ពេលហើយគ្រូយកថាកំអាលខំអីអង្គុយក្នុងថ្នាក់ជុំគ្នានឹងសិនទៅចាំខ្ញុំដោះស្រាយមើលទៅសួរអ្នកគ្រូហ្នឹងតិចណាដល់គ្រូយកទៅសួរទៅថាណាមើលក្នុងសភៅក្មេងទៅឃើញចឹងមែនចាចាំគ្រប់គ្នាមិនតែម្នាក់ទេចឹងហៅអ្នកគ្រូមកនិយាយមកដឹងថាអ្នកគ្រូគាត់ដោះស្រាយថាម៉េចគាត់ដោះស្រាយណាប្រាប់តែលោកគ្រូកំអាខឹងគ្រូយកកំអាខឹងណាចាំខ្ញុំដោះស្រាយជាមួយគ្រូសាកូនចៅទាំងអស់ណាឥឡូវលោកគ្រូយកហៅគ្រូសាទាំងអស់ហ្នឹងចូលក្នុងថ្នាក់មួយថ្នាក់មកចាំខ្ញុំដោះស្រាយដល់តែម្ដាយឪពុកចូលក្នុងថ្នាក់ជុំគ្នាដឹងគាត់និយាយថាម៉េចទេគាត់ថាណែអ្នកទាំងអស់គ្នាខ្ញុំមួយថ្ងៃខ្ញុំឈឺចាប់ណាស់ប្រាក់ខែខ្ញុំវាតិចជីវភាពខ្ញុំខ្វះខាតថាដោយសារអីដោយសារខ្ញុំលះបង់ដើម្បីកូនអ្នកទាំងអស់គ្នាហ្នឹងបាទហើយខ្ញុំខំប្រឹងលះបង់ប៉ុណ្ណឹងហើយអ្នកទាំងអស់គ្នាមិនដែលយកចិត្តទុកដាក់ជាមួយកូនចៅទេណាមិនដែលយកចិត្តទុកដាក់មើលសភៅកូនចៅទេខ្ញុំបង្រៀនឲ្យមិនដែលទៅដល់ផ្ទះវិញណែនាំកូនចៅទៅថែមទេបានជាសឹកខ្ញុំម្នាក់នឹងគ្មានចំណេះដឹងល្អដោយសារតែអ្នកទាំងអស់គ្នាហ្នឹងមិនយកចិត្តទុកដាក់ជាមួយកូនខ្ញុំដាក់ឲ្យអញ្ចឹងដើម្បីសាកចិត្តមើលតាទៀនម៉ែមានម៉ែឪប្រហែលអ្នកមើលសភៅកូនពេលទៅដល់ផ្ទះខ្លះវិធីសាស្ត្រណាគាត់ដោះចង់ដឹងមើលបន្តប៉ាត់ខុសហើយខ្លួនគាត់ខុសហើយខុសអត់ដឹងខ្លួនប៉ុន្តែវិធីសាស្ត្រដោះធ្វើម៉េចកុំឲ្យគេខឹងខ្ញុំចង់សាកចិត្តមើលជាមួយមានម៉ែឪអាណាព្យាបាលប្រហែលអ្នកមេបាលប្រហែលអ្នកដែលយកចិត្តទុកដាក់ជាមួយការសិក្សារបស់កូនប៉ើងសភៅកូនពេលទៅដល់ផ្ទះណារួចខ្លួនរបស់គាត់ណាប៉ុន្តែតាមពិតមិនមែនគាត់មិនចេះទេប៉ុន្តែគួរក្បាលនោះវល់គាត់ណាធ្វើអីក៏អត់ឡោដែរអញ្ចឹងបញ្ហាផ្សេងច្រើនទៀតត្រូវកើតឡើងដោយសារកត្តាជីវភាពទី1កត្តាជីវភាពអញ្ចឹងបានខ្មែរយើងពោលតាគុកនឹងសោចោលបង្កើតថ្នាំល្អឆើតកើតចេញពីរោគលោកគ្រូថែមន័យថាណាមនុស្សយើងកើតជាចោលព្រោះកត្តាជីវភាពនៃការអប់រំកត្តាជីវភាពនេះក៏ជាមូលជាឫសគល់មួយនិងកត្តាការអប់រំនេះក៏ជាឫសគល់សំខាន់ដែរណាប្រសិនបើសង្គមហ្នឹងការអប់រំមិនល្អនាំឲ្យមនុស្សក្នុងសង្គមហ្នឹងរកក្នុងបដិបត្តិសង្គមដែលមិនល្អនាំឲ្យពលរដ្ឋក្នុងសង្គមនោះក៏ប្រព្រឹត្តដំណើរជីវិតរបស់ខ្លួនក៏មិនសូវល្អដូចគ្នាប៉ុន្តែសង្គមយើងប្រសើរហើយណាខំបន្តទៅទៀតទាំងលោកគ្រូអ្នកគ្រូទាំងណាអាត្មាអីខំប្រឹងណាស់មួយថ្ងៃឥឡូវលោកគ្រូបញ្ជាក់មកទៀតចប់មិញលោកគ្រូចង់និយាយពីគោលអីទេតែស្អីហើយបងណាចង់និយាយថាហ្នឹងណានឹកឃើញបាច់បើណាមកទៀតទេមកទៀតបានទេបានស្ងាត់តិចទៀតបងណាបងអូនអ្នកសិក្សាត្រូវញៀនជាមួយនឹងការសិក្សាបានវាអត់ឈួតតែបើយើងអត់ញៀនជាមួយការសិក្សាឈួតដែរតោះណាចុះពាក្យមួយម៉ាត់ទៀតថា
លោកបួសក្មេងដូចថ្មក៏ព្រះអង្គនេះ30ជាង40បើបួសក្មេងវ័យប៉ុណ្ណឹងហើយបើបួសឲ្យអត់សឹកឈួតដែរនឹងអត់សឹកអីណាអត់សិក្សាហ្នឹងណាដូចគ្នាអត់ខុសទេណាសាធុបួសឲ្យមិនរៀនបួសឲ្យមិនសិក្សាឈួតដូចបងអូនកុហកអញ្ចឹងតើណាណាឈួតដូចគ្នាបងណាអញ្ចឹងបានមានមួយអង្គពីរអង្គចេះឡើងមកដែរហ្នឹងណាហើយគេរិះគន់ទៅបងពេលខ្លះហើយលោករាប់ម៉ឺនអង្គរាប់លានអង្គនេះគ្នាអត់ដឹងអីទេណាត្រូវទាំងអង្គណាត្រូវទាំងអង្គតែមួយទៅត្រូវទាំងអង្គឥឡូវយើងនិយាយរឿងយើងនេះណាយើងព្យាយាមក្នុងការសិក្សាណាស្វែងរកមលុបឥឡូវហ្នឹងមានហើយណាឯកសារមានហើយគ្រូសាស្ត្រាចារ្យមានបង្រៀនគ្រប់គ្រាន់ហើយសាលាកៅអីមានគ្រប់គ្រាន់គ្រប់សពបែបយ៉ាងសភៅមិនអីមានគ្រប់សពស្មើនឹងតាពាំងមានហើយណាឬក៏ដើមឈើមានហើយសម្រាប់យើងច្រកពេលដែលយើងក្តៅយើងក៏ដើមឈើហ្នឹងដឹងតែជាពេលណាយើងស្រែកទឹកយើងដើរទៅតាពាំងហ្នឹងដងទឹកហ្នឹងហូបយើងដឹងតែបាត់ស្រែកឬឧបមាដូចជាទឹកសុទ្ធនៅក្បែរជើងបងអូនពេលដែលបងអូនស្រែកទឹកខ្លាំងយើងអង្គុយតែទន្ទិញតែអញស្រែកទឹកលោកអញបាច់ចោលហើយស្រែកទឹកអាទឹកនៅក្បែរជើងហ្នឹងយើងអត់ផឹកសួរថាទោសកំហុសមកពីទឹកនៅក្បែរជើងហ្នឹងឬទោសកំហុសមកពីយើងមកពីខ្លួនយើងនេះចឹងយ៉ាងណាមិញចំណេះដឹងមានរាល់ថ្ងៃនេះគ្រូខំប្រឹងបច្ចេកឲ្យយើងហើយឯកសារមានហើយបណ្ណាល័យមានហើយនៅឡើយតែយើងដើរទៅរកចំណេះដឹងហ្នឹងទទួលយកចំណេះដឹងឬមិនទទួលមិនមែនកំហុសនៅនឹងបណ្ណាល័យមិនមែនកំហុសនៅនឹងសភៅមិនមែនកំហុសនៅនឹងគ្រូទេគឺកំហុសនៅនឹងខ្លួនយើងណាកំហុសនៅនឹងខ្លួនយើងហើយរឿងញៀនគ្រឿងញៀននេះដូចគ្នាដែរបងលោកឧបមាដូចជាភ្លើងដកក្តៅបើយើងដឹងតែភ្លើងហ្នឹងវាក្តៅហើយយើងនៅតែយកដៃទៅលោកវាអាលាកយើងឬអាលាកអ្នកណាអាលាកយើងវាក្តៅយើងហើយក្រៅអ្នកណាក្តៅយើងហើយអ្នកដតីដែលគេអត់លោកហ្នឹងគេមករួមក្តៅជាមួយយើងឬក៏ក្តៅតែម្នាក់យើងក្រៅតែម្នាក់យើងណាវិនិច្ឆ័យអន្តរាយខាតខូចប្រយោជន៍ទៅខ្លួនយើងណារហូតដល់បាត់បង់អាយុជីវិតក៏ដោយសារតែគ្រឿងញៀនអញ្ចឹងបើយើងដឹងថារបស់នឹងជារបស់ក្រៅយើងត្រូវគិតពិចារណាឡើងវិញមុននឹងយើងឈានជើងចូលទៅខ្សែជាមួយនឹងរឿងអស់ហ្នឹងយើងត្រូវគិតពិចារណាបើមិនអាណិតខ្លួនគួរអាណិតម្ដាយអាណិតឪពុកបងណាយលោកលះបងណាទោះបីជាបច្ចុប្បន្ននេះសម័យទំនើបប៉ុណ្ណឹងក៏ម្ដាយយើងសក់ចិត្តនៅស្លៀកសំពត់ប៉ះ3 4ប៉ុណ្ណាដែរស្បែកជើងនៅពាក់ស្បែកជើងតកណាត់យាយខ្លះនៅពាក់ស្បែកជើងទាត់កូនគេតែងឲ្យ3ឆ្នាំហើយក៏នៅតែពាក់ដែរដាច់អាខ្សែហ្នឹងតកណាត់ណាដាច់កណាត់ថ្មីតកណាត់ចាស់មួយទៀតដាច់កណាត់ហ្នឹងតកណាត់ផ្សេងមួយទៀតដល់ខែវស្សាឡើងទៅជាមួយអាមេជើងស្អុយតិចតិចកែቋំចុះបែកចេញបាត់ចុះពាក់សួរថាតើទ្រាំអត់លំបាកនឹងដើម្បីអីទិសដៅសំខាន់គឺដើម្បីយើងគ្រប់គ្នាអញ្ចឹងយើងនឹកសម័យដល់ម្ដាយឪពុករបស់យើងអាណិតម៉ែអាណិតឪបើមិនអាណិតគាត់យើងស្ដាយខ្លួនយើងតែគាត់ខំបង្កើតមកនេះណាមានរូបរាងសាច់ឈាមស្អាតបានលោកថ្នមណាស់សមោតវាលើអត់បានណាស្រឡាញ់ណាស់ស្មើនឹងកែវភ្នែកស្រឡាញ់ណាស់ស្មើនឹងជីវិតណាអញ្ចឹងបើយើងយកជីវិតរបស់យើងទៅប្រព្រឹត្តរឿងហ្នឹងណាស្មើនឹងយើងមិនមែនបំផ្លាញតែខ្លួនយើងទេបំផ្លាញគ្រួសារមួយនឹងទាំងមូលបំផ្លាញទឹកចិត្តម្ដាយឪពុករបស់យើងហើយបំផ្លាញដល់សង្គមជាតិដែលអត់ដឹងខ្លួនបំផ្លាញសង្គមជាតិដោយរបៀបណាបងអូនខ្លះទៅទេលោកគ្រូកណាផឹកកណាជក់កណាមានរឿងអីទៅប៉ះពាល់ជាមួយសង្គមជាតិណាប៉ះពាល់ត្រង់ដែលថាបងអូនមួយជាគំរូអាក្រក់ឲ្យមនុស្សរាប់លានអ្នកទៀតតើណានាំឲ្យអ្នកដតីដែលអត់ទាន់សែតហ្នឹងនាំឲ្យសែតដូចបងអូនចឹងដែរណាអានោះជាគំរូណាហើយការបើមួយសែតណាមួយទៀតទាញមួយទៀតមកសែតណាមួយនឹងទាញថែមម្នាក់ទៀតម្នាក់ទៀតថែមម្នាក់ទៀតនាំឲ្យសង្គមហ្នឹងវឹកវរឃើញទេយើងបំផ្លាញសង្គមដែលអត់ដឹងខ្លួនដំបូងឡើយយើងបំផ្លាញតែខ្លួនយើងទេណាហ្នឹងចឹងណាឥឡូវរួមអត្តន័យសេចក្តីទៅខ្លីមកវិញញៀនលបែងវិនិច្ឆ័យតែងចាំបងអូនចាំណាឥឡូវចាំថាតាមលោកគ្រូមួយម៉ាត់ទៀតចប់បើញៀននឹងលបែងថាបើញៀននឹងលបែងវិនិច្ឆ័យតែងចាំញៀននឹងចោរកម្មគុកចាំទទួលញៀនស្រាញៀនស្រីរោគបៀតបៀនបើញៀននឹងរៀនសូរិយារៈយល់ទេណាញៀនលបែងហ្នឹងវិនិច្ឆ័យតែងចាំបងចំណាំទៅអ្នកលេងលបែងមិនដែលឃើញសំវេលាទេណាបើអ្នកចាក់កតុយលេងវិញមួយថ្ងៃនៅកាន់តែបច្ចុប្បន្នមានតណារួចពីបច្ចុប្បន្នទេហ្នឹងហើយអញប្រកេនចង្ហាន់លោកផឹកមិញលោកឲ្យកតុយលោកឲ្យយសពមកតែចាប់ត្រាមិនសង្ស័យចេញលេខ30ហើយចេញលេខ30ហើយនៅប៉ុណ្្នឹងណាហើយជីវភាពអត់លើសពីប៉ុណ្្នឹងទេបងណានៅតែដុនដាបទៅឃើញទេលបែងស្អីក៏ដោយឲ្យតែលបែងស៊ីសណាវិនិច្ឆ័យហ្នឹងវានៅចាំប្រព្រឹត្តចោរកម្មគុកចាំទទួលទោះបីជាប្រព្រឹត្តលើកទី1គេតាមមិនទាន់ដាក់គុកប៉ុន្តែពេលវេលាណាមួយវានឹងហុចផលឲ្យកិច្ចមិនផុតពីគុកទេបច្ចុប្បន្ននេះឯទោសអនាគតដូចគ្នាណាមិនរួចទេពីវេលាណាយ៉ាងណាមិញណាបើយើងញៀននឹងស្រាញៀននឹងស្រីរោគហ្នឹងវាបៀតបៀនអត់មានអ្នកណាមកសម្លាប់គឺរោគជាអ្នកសម្លាប់យើងតែបើយើងញៀននឹងរៀនដូចជាសូរិយារៈប្រៀបហាក់បីដូចជាថ្ងៃវិរៈមកថ្ងៃហ្នឹងវាភ្លឺចែកស្រឡះល្អអត់មានប្រកបនឹងបាំងណាមេឃហ្នឹងវាភ្លឺប៉ុន្តែបើវិរៈមកថ្ងៃខ្លះវាត្រូវប្រកបបាំងវាល្ងិតឆឹងណាឧបមាប្រៀបហាក់បីដូចជាដំណើរជីវិតរបស់យើងដូចគ្នាណាបងចាំប៉ុណ្្នឹងចុះមើលទៅក្តៅអាណិតណាខំប្រឹងតស៊ូប៉ុន្តែក្តៅរយៈពេលខ្លីសូមឲ្យបងអូនតិចក្នុងរយៈពេលវែងដែលបងបានទទួលផ្នែកកំណត់ល្អហើយយកទៅបដិបត្តិផងលោកគ្រូនិយាយហ្នឹងមិនមែនគ្រាន់តែស្រាប់ហើយយកទៅចោលទេយើងស្រាប់ហើយត្រូវយកទៅគិតត្រេះរិះពិចារណាស្វែងយល់ថាវាត្រឹមត្រូវហើយបងអូនត្រូវអនុវត្តវាឲ្យកើតចេញជាសាច់ការហើយឥឡូវតម្រង់ទិសដៅបងប្អូនថ្នាក់ទី12យើងតម្រង់ខ្លួនយើងហើយណាយើងគិតមើល plan សម្រាប់ខ្លួនយើងឲ្យចប់បាក់ដុកតើអញត្រូវរៀនអីអញរៀនអាហ្នឹងតើអញចង់ធ្វើអីហើយវាទៅនឹងជំនាញយើងផងបើយើងបកកែកណិតយើងទៅរៀនច្បាប់ក៏វាខុសគោលការណ៍បើយើងបកកែកណិតជំនាញកំណត់ចំណងចំណូលចិត្តទៅខាងកណិតយើងរៀន account ណារៀនគណនេយ្យរៀនអីផ្សេង
ណាai thì vậy xem bắt đầu dương bạc cày khmai dương đang đặt luôn dương anh cho bạn đằng khmai bạc cày đằng khmai anh trong thưa ở nhà thọ đây chỉ mê không mê phum mê sọc chỉ mê từ vi chỉ trao con chỉ về đây ở nhà ấy nè cách cao là các bạn xem tiếp tam sạch ban rót đây ai cái chung cái cái xuông sạch ban nam môi cái dương sạch sạch cho bạn bắt đầu chuẩn niên dương nó mới bạc cày thằng ấy đây nè 2 nông đâu chắc bao dương nó bị trâu chắc từ thằng ấy đây còn mà đây song xa kỳ riêng cho bác anh nó bạc cày khang từ nát tăng song xa tới chỗ cho bác đôi cũ cái nát đâu cho bác đấy nè họ niên riêng tam song xa tới riêng tam chuẩn nát chuẩn niên bao dương riêng tam chuẩn nông đâu chắc bao dương ta đấy nè năng ban chụp chơi và năng chọc xong ở chụp kia này coi tin thời sòng khâm thá ôn năng chụp chơi nhang chỉ bắt bọc dương ở lư xoang được ngày nào cũng nhang sòng công chiết là bọc dương ở lư xoang nơi không cha on trà chiết con bọc bay thưa chỉ con đó lọ vì ngày để tấu thưa chỉ con đó lọ là bọc đài bọc thưa chỉ mất đó là bọc mất thưa chỉ sắc lọ là bọc cù đẹp thưa chia và chia qua đó lọ là bọc sòng công chiết cốc này nó có nát sòng cái đài mùi cốc này và năng chọc nè chọc chụp kia này coi tin và năng chọc